បងប្អូនអ្នកដែលគាត់មានបានបូសសូនៅក្នុងដៃសូមកុំបោះចោលណាពីព្រោះបានបូសសូរបស់បងប្អូននេះគឺមានប្រយោជន៍ទៅថ្ងៃក្រោយចាដោយសារបូសសូណាដែលគាត់ធ្លាប់ធ្វើជាសមាជិកបូសសូផ្នែកនយោជិកគឺគាត់អាចនឹងបានប្រាក់សោធននិវត្តន៍ចាអញ្ចឹងលក្ខខណ្ឌរបស់គេគឺស្រួលទេបងប្អូនគឺគិតចាប់ពីឆ្នាំ2022ណារហូតដល់ឥឡូវហ្នឹងចាអញ្ចឹងបើសិនជាគាត់ធ្លាប់មានវិភាគទានជូនទៅបូសសូចំនួន12ខែណាអញ្ចឹងគឺគាត់បានប្រាក់សោធននិវត្តន៍ប្រាក់សោធននិវត្តន៍នេះនៅពេលអាយុ60ឆ្នាំគឺគាត់អាចដាក់ទាមទារបានដូចជាសំណួររបស់បងប្រុសមួយគាត់និយាយថាជំរាបសួរអ្នកគ្រូពេលយើងធ្វើការបានតែ4-5ឆ្នាំពេលយើងឈប់ធ្វើការតើយើងបានប្រាក់សំទោសតើយើងត្រូវបង់បន្ទោឬក៏ឈប់បង់បានដែរទេបើយើងឈប់បង់បន្ទោដល់អាយុ60ឆ្នាំតើយើងអាចបានប្រាក់សោធនដែរឬទេចាសំណួរនេះគឺជាសំណួរល្អខ្លាំងណាស់បងប្អូនដោយសារថាបងប្អូនខ្លះគឺគាត់អត់យល់ពីត្រង់ហ្នឹងឯណាអញ្ចឹងសូមប្រាប់ទៅបងប្អូនបញ្ជ្រាបឲ្យបន្តិចណាបើសិនជាបងប្អូនមានបោសសចាជានយោជិកអញ្ចឹងពីវីដេអូឃ្លីបមួយនេះខ្ញុំបាននិយាយមែនទេថាបូសសូននយោជិកហេតុអីបានជាគាត់មានលក្ខខណ្ឌអាចបានសោធននិវត្តន៍ពីព្រោះគាត់បងត្រូវបង3កតាបកិច្ចណាបងប្អូនកតាបកិច្ចរបស់គាត់នេះចាអញ្ចឹងគឺគាត់បងទៅលើរងហានិភ័យការងារចាលើផ្នែកសុខភាពនិងផ្នែកសោធននិវត្តន៍ចាអញ្ចឹងបើសិនជាគាត់បាត់បង់ទាំង3នេះអញ្ចឹងគាត់អាយុ60ឆ្នាំគឺគាត់មានគឺគាត់អាចមានសិទ្ធិទាមទារយកប្រាក់សោធនចូលនិវត្តន៍របស់គាត់បានចាអញ្ចឹងថាតើលក្ខខណ្ឌរបស់គេគឺអ្វីចាលក្ខខណ្ឌរបស់គេបងប្អូនគឺចាប់ពីឆ្នាំ2022មកណាព្រោះអានោះគឺទៅតែដំណើរការនៅក្នុងខែ10 2022មកទេអញ្ចឹងបើសិនជាបងប្អូនធ្លាប់មានប្រវត្តិបង់បាន12ខែឡើងលើចាអញ្ចឹង12ខែឡើងលើបងប្អូនគឺបងប្អូនដល់អាយុ60ឆ្នាំបងប្អូនអាចទៅទាមទារយកប្រាក់សោធននិវត្តន៍នេះបានចាទោះបីជាបងប្អូនបានបន្តបូសសូរបស់បងប្អូនឬក៏អត់ក៏ដោយទោះបីជាមានសុពលភាពឬអត់សុពលភាពបងប្អូននៅតែអាចទាមទារបានតែឲ្យតែបងប្អូនធ្លាប់មានអតីតភាពបង់បាន12ដងណាបង់បាន12ខែនិយាយទេចាអញ្ចឹងគិតចាប់ពីឆ្នាំ2022រហូតមកដល់បច្ចុប្បន្នចាអញ្ចឹងឲ្យតែបងប្អូនធ្លាប់មានអតីតភាពបែបនេះគឺបងប្អូនអាចទាមទារយកប្រាក់សោធននិវត្តន៍នេះបានណាអញ្ចឹងគាត់ថាបើបងប្អូនធ្វើបង់បានតិចខែបងប្អូនបានដូចថាសោធននិវត្តន៍នឹងតិចទៅតាមនឹងទៅចាបើថាបងប្អូនធ្វើបានយ៉ាងយូរអង្វែងដែរគឺនៅតែបានច្រើនទៅតាមនឹងដែរគេមានរូបមន្តកណនីរសោធនរបស់បងប្អូនណាហើយសំណួរបងប្អូនប្រុសថាតើគួរតែបង់បន្តទៀតដែរឬទេចាហ្នឹងគឺជារឿងរបស់បងប្អូនទេបើសិនជាបងប្អូនបង់បន្តបូសសូរបស់បងប្អូនគឺអាចប្រើបានទៅលើផ្នែកសុខភាពចាមានន័យយើងទៅអាប់ដេតពីបូសសូនយោជិកមកជាបូសសូស្វ័យនយោចាអញ្ចឹងមានន័យថាបើបងប្អូននៅចង់ប្រើបូសសូដើម្បីចុះមន្ទីរពេទ្យអត់លុយទេបងប្អូនបង់បន្តទៅចាតែបើបងប្អូនគិតថាអត់ទេចាហ្នឹងគឺជារឿងរបស់បងប្អូនគឺមិនបាច់បង់ទៀតក៏បងប្អូននៅតែអាចទាមទារយកលុយនេះបានដែរណាឲ្យតែគ្រប់អាយុ60ឆ្នាំបងប្អូនត្រូវទៅដាក់ស្នើដើម្បីយកលុយសោធនចូលនិវត្តន៍នេះបានចាអញ្ចឹងបើសិនជាបងប្អូនមានអតីតភាពកាន់តែធ្វើការងារនេះបានកាន់តែយូរគឺបងប្អូនគឺកាន់តែបានប្រាក់សោធននឹងច្រើនទៅតាមនឹងដែរណាបងប្អូនអញ្ចឹងមិនមែនមានន័យថាតើតែបងប្អូនធ្វើការគ្រប់អាយុ60ឆ្នាំទើបបងប្អូនអាចឈប់ទៅបានសោធនទេទោះបងប្អូនធ្វើបានតែ1ឆ្នាំឬក៏2ឆ្នាំអីក៏បងប្អូនបានដែរចាគឺនៅគឺអាចបានចាឲ្យតែចាប់ពី2022មកមុន2022គឺយើងអត់រាប់ទេណាបងប្អូនអញ្ចឹងសូមយល់នៅត្រង់ហ្នឹងណាចាអញ្ចឹងបើបងប្អូនគិតថាមានប្រយោជន៍សូមជួយចែករំលែកណាដើម្បីឲ្យបានដឹងទៅដល់បងប្អូនទាំងអស់ចាដែលគាត់មានបូសសូជានយោជិកណាគឺគាត់បានសោធននិវត្តន៍នៅពេលអនាគតបានចា